Cha bông bò ngày nó nhưng mà phơm hộp này nhóm sai ọc phạt nó chả chỉ vật vào nhòm cứ còn khơi các bạn bị tổn bông bò đang cái thà nó hộp cái kế bị nhưng phép mua các bạn đã thở bông bò nhưng mà đang mấy tay bông bò cái sang tiệm tăng mới cứ nhóm ăn chơi nham mỏng chia em nhầm mấy bên này tết phơm nó cứ nhóm ăn đã chơi nhầm thì biết mà nó tranh thân nó bông bò thân về cứ ăn cũng ở trong bị xa cha bông bò hay chụp bò rồi biểu thua ấy cái nhóm bán chơi lùm ớt ấy phép bông bò này để xài ấy nhưng thua cha bông bò gọi cha thòng đặc biệt cha về nghỉ ngơi nông bông bò nó mê bị bà thế tùy những cha họ đòn trong bông bò hay rồi chụp bò ru chết cứ nhóm mà xạ ngày nâng cái nhóm xạ với nhóm thọp để nhắm được mình không bông bò nhưng mà đã nhắm thông lang thì được sấy nhưng mà đã tính phơi tay bông bò được sấy nhưng ở chơi nhưng mà phơi cá lụi bông bò mờ thay nhóm ai nhắm bàn ở đây bông bò lụa nhưng đạm mùi hưởng bò bịch nhưng cứ ngành bông bồn đẹp nhóm á vì đôi chất hiện đất chia người dương nhằm bánh tê bông bồn ta trong khối cứ nhóm bắt chai nhám tệ tụi nó chua lắmต้องพอยลองไปใส่สำหรับอาหารเทรนได้หอยใส่หมูตะเปียงเฉยเด็ดเพลียงจัดเพลียงหันดูขนมตะสอมติดๆมาเองเชียดหมูนิดเดียวนี่น้ำเทยนี่สิเทยไปปอปีพ่อไปโตหาสล้อหาเตียบพอหาแบบนี้เมียนเลยก็ปล่อยงานลงหัวเงินเงินเต็มมาใช้งานเราปล่อยจำงงตีนั่นรายการนี้ที่ใช้ก็สล้อละไปอังก็ได้เนี่ยมันเนี่ยมึงเนี่ยก็มองหอบเอาเคยเป็นโอเคยบ้านนี่ก็มองหอบหนึ่งเราไตรปลากลายจะจัดนี่คลายเนี่ยเชียดนั่นนะชิดดับไปมองไม่จบจังเอาไหนใส่สัจจะใส่จุจะดีจุตะไคร้ปัวไตรเบียเชียดมองไม่ใส่จังกับแรงปัวเชียดมองพอยร้อง
มันทำไงมันดอกไอ้มากินยังไงหนาเลยคือยังมาขวางกินทีមានផ្លូវមន់មានកុលស្លាប់មន់អីបងប្អូនអត់ចង់យកទៅប្រឡាក់ជៀនឬរដងអីបងប្អូនអាចសាក់ធ្វើដូចខ្ញុំបានណាថ្ងៃហ្នឹងគឺខ្ញុំយកវាទៅចំហុយហើយរបៀបធ្វើគឺថាស្រួលមែនតែដូចបកចេកអញ្ចឹងដំបូងឡើងយើងមានឆ្នាំងហើយយើងដាក់មន់ចូលក្នុងឆ្នាំងហ្នឹងទៅតែកុំដាក់ក្រៅឆ្នាំងបងប្អូនដាក់ចូលក្នុងឆ្នាំងណាហើយយើងវាយគ្រឿងទៅបងប្អូនគ្រឿងយើងមានអីក្រៅពីអំបិលប៊ីចេងម្សៅស៊ុបអីហ្នឹងបងប្អូនហើយយើងដាក់ទឹកបន្តិចទៅហើយស្ករបងប្អូនព្រោះតែប្រើស្ករក្រហមមកมันឆ្ងាញ់វាឆ្លិនឈ្ងុយយកហើយទឹកត្រីបងប្អូនដាក់ហៀងច្រើនទៅបើបងប្អូនដាក់ទឹកត្រីហៀងច្រើនកុំដាក់អំបិលណាបងប្អូនយ៉ាប្រៃហើយមួយទៀតបើសិនជាបងប្អូនមានទឹកស៊ីអ៊ីវខាំបងប្អូនលុយទឹកស៊ីអ៊ីវខាំបន្តិចទៅដើម្បីឃើញមន់យើងពណ៌ស្អាតអញ្ចឹងណារយៈពេលចំហុយបងប្អូនមានពេលប៉ុណ្ណាបងប្អូនចំហុយប៉ុណ្ណឹងទៅគ្រាន់ថាបងប្អូនជួយចិត្តញ៉ាំមន់ស្វិតញ៉ាំមន់ផុយអីចឹងបងប្អូនកំណត់តាមនីតិដែលបងប្អូនជួយចិត្តហ្នឹងទៅសម្រាប់ខ្ញុំជួយចិត្តមន់រៀងផុយចឹងខ្ញុំញ៉ាំផុយហ្នឹងទៅបងប្អូនដោយសារថ្មីយើងអត់សូវឡយហ៎ថ្មីយើងញ៉ាំអីតិចតួចក៏បានទេឈឺថ្មីអញ្ចឹងតបផុយចឹងបានជួយបានខ្ញុំញ៉ាំក៏ជាពិសេសយើងញ៉ាំតបជាមួយនឹងបន្លែសាឡាត់អីហ្នឹងបងប្អូនឆ្ងាញ់ខ្ញុំមានជីថ្មត្រីទៅក៏ឆ្ងាញ់ដែរញ៉ាំជាមួយនឹងទឹកត្រីបុកយើងហ្នឹងមកទឹកត្រីបុកបងប្អូនធ្វើដូចទឹកត្រីកោះកង់ទៅញ៉ាំឆ្ងាញ់គាត់តែថាយើងបន្ថែមជាមួយនឹងជីវ៉ាន់សុយតិចមកគឺឲ្យក្លិនកាន់តែឈ្ងុយចឹងណាបងប្អូនប៉ុណ្ណឹងគឺហើយបងប្អូនឲ្យដួសតបាយឲ្យញ៉ាំទៅបានទេបងប្អូនបាយមុខម្ហូបខ្ញុំថ្ងៃហ្នឹងបងប្អូនចំណាយលុយអស់តែ 4000 លុយខ្មែរទេបងប្អូនដោយសារតែគ្រឿងផ្សំគោវាគឺមានតែស្បែកជ្រូកហ្នឹងបងប្អូនគ្រឿងក្រៅផ្សេងគឺយើងមាននៅផ្ទះស្រាប់ហើយបងប្អូនយើងទិញតែស្បែកជ្រូកហ្នឹងមកយើងលាងសម្អាតវាទៅបងប្អូនហើយពោះស្បែកជ្រូកហ្នឹងបងប្អូនមុននឹងឆាហ្នឹងគឺខ្ញុំបានយកវាទៅស្ងោរវាឲ្យរៀងផុយបន្តិចឲ្យបងប្អូនមកខ្ញុំយកមកឆាសម្រាប់រសជាតិបងប្អូនជួយចិត្តរសជាតិមិនគឺបងប្អូនដាក់គ្រឿងតាមនឹងណាបងប្អូនហើយចុងក្រោយគេគឺបងប្អូនកុំភ្លេចម្ទេសណាបងប្អូនដោយសារម្ទេសដាក់ដំបងឡើយគឺវារីឈួលខ្លាំងបងប្អូនអញ្ចឹងខ្ញុំដាក់ចុងក្រោយដោយសារតែខ្លាចអ្នកចិត្តខាមកគោះទ្វារបងប្អូនឥឡូវម្ហូបយើងឆ្អិនហើយបងប្អូនសូមធ្វើការភ្លក់ឲ្យបងប្អូនមើលហ្មងណាបងប្អូនដោយសារបាយក្តៅបងប្អូនខ្ញុំធ្វើមាត់ជិបចូលនឹងដោយសារបាយក្តៅរសជាតិឆ្ងាញ់បងប្អូនឈប់គឺឆ្ងាញ់ខ្ញុំស្ងោអើយស្បែកជ្រូកហ្នឹងគឺល្មមហ្មងបងប្អូនឆ្ងាញ់ខ្លាំងណាស់បងប្អូនប្រៃផ្អែមរសដាក់ម្ទេសហឹលហ្នឹងមកគឺត្រូវគ្នាហ្មងបងប្អូនបើសិនជាយកទៅធ្វើជាគ្រឿងខ្លែបងប្អូនឆ្ងាញ់ខ្លាំងកលេចម្ដងទៀតគឺអស់ហ្មងបងប្អូនមុខម្ហូបមុខហ្នឹងដល់យើងញ៉ាំរៀងរហ័សតិចបាយបងប្អូន